មានដូនចាស់មួយបានថ្វាយក្រមាដល់ព្រះនាងក៏ព្រមទទួលដោយខ្លាចដូនចាស់អន់ចិត្តព្រះនាង ទូលបង្គំសូមថ្វាយក្រមាមួយដល់ព្រះនាងអរ គុណហើយយាយ ប៉ុន្តែព្រះនាងមានអារម្មណ៍ថាមិនចូលចិត្តវាទេព្រោះព្រះនាងចង់បានគ្រឿងមាសពេជ្រកែវកង ខ្ញុំចង់បានមាសប្រាក់កែវកងមិនមែនក្រមាទេ ពេលនោះព្រះនាងនៅការខកចិត្តគាត់ក៏បានទៅដើរលេងនៅតាមវាលស្រែពេលនោះព្រះនាងក៏បានជួបនឹងស្វាមួយស្វាកំពុងតែទូលស្រូវពេលនោះព្រះនាងក៏បានជួយស្វាពេលនោះព្រះនាងបានចាប់អារម្មណ៍ស្វាបានយកក្រមាមកចងស្រូវ ព្រះនាងក៏ដើរទៀតបន្តពេលនោះក៏បានជួបនឹងកសិករព្រះនាងក៏បានចាប់អារម្មណ៍សួរតាក់ទងជាមួយនឹងក្រមាដែលចងលើក្បាលរបស់ពួកគេអរថ្វាយបង្គំព្រះនាងក្រមានេះវាជួយបានច្រើនណាស់ពិសេសកសិករណាព្រះនាង មិនអីទេច្រូតស្រូវបន្តចុះ រួចព្រះនាងដើរបន្តពេលនោះព្រះនាងក៏បានជួបនឹងកែវកំពុងតែមានរបួសដោយសារតែធ្លាក់ពីលើដើមឈើ ពេលនោះដោយមានស្ទាក់ស្ទើរព្រះនាងបានដោះក្រមារបស់ទ្រង់យករុំរបួសឲ្យកែវពេលនោះស្រាប់តែពន្លឺមួយបានចាំងពីក្រមាคล้ายទៅជាមកុដពេជ្រមួយដែលភ្លឺចែងចាំងហើយហោះមកលើព្រះកេសព្រះនាង ពេលនោះស្រាប់តែព្រះនាងបានយល់ថាក្រមានេះគឺជាក្រមាវេទមន្តព្រះនាងក៏បានយល់ថាវត្ថុអ្វីក៏ដោយក៏សុទ្ធតែមានតម្លៃពិសេសគឺក្រមារបស់ខ្មែរវាមានតម្លៃណាស់ ព្រះនាងនិងអ្នកភូមិបានជួបជុំគ្នារាំសប្បាយក្អាកក្អាយនៅក្នុងភូមិសូមអ្នកទាំងអស់គ្នាជួយលើកស្ទួយនៅថែរក្សាក្រមារបស់ខ្មែរវាមានតម្លៃណាស់វាជាគេរបស់ដូនតាយើងសូមជួយថែរក្សាទាំងអស់គ្នា